បាទសួស្តីបងប្អូនទាំងអស់គ្នាដែលឃើញថាមួយប្រហែលថ្ងៃនេះគឺមានការផ្ទុះវែកញែកតាមបណ្ដាញសង្គមខ្លាំងមែនទែនពាក់ព័ន្ធនឹងលុយជំនួយដូចជាជាង$1000រវាងប្រូស្នាទៅកាន់បងស្រីម្នាក់ដែលគាត់មានកូនម្នាក់ដែលគាត់មានជំងឺទឹកដក់នៅក្នុងខួរក្បាលហ្នឹងដោយយើងបានឃើញវីដេអូបកស្រាយពីខាងប្រូស្នាហ្នឹងគាត់បាននិយាយថាអញ្ចេះគាត់បានបកគលទឹកប្រាក់ចំនួន$1000ណា$1000និងលុយខ្មែរចំនួន800000រៀលទៅឲ្យបងស្រីហ្នឹងប៉ុន្តែចំណែកភាគីខាងបងស្រីដែលជាម្ដាយរបស់អូនតូចដែលមានជំងឺទឹកដក់ក្នុងខួរក្បាលហ្នឹងគាត់បានប្រកាសថាគាត់ទទួលបានលុយជំនួយពីប្រូស្នាហ្នឹងតែចំនួន800000រៀលទេណាគាត់អត់បានទទួលបានដល់ជាង$1000ទៅតាមដែលប្រូស្នាហ្នឹងគាត់បាននិយាយទេគឺគាត់បានទទួលលុយទៅចំនួនតែ800000រៀលទេប៉ុន្តែវាចេះវាមានការបែកធ្លាយនៅសារសម្លេងរវាងប្រូស្នាជាមួយនឹងបងស្រីហ្នឹងគឺពួកគាត់បាននិយាយថាបានបកគលលុយទៅកាន់បងស្រីហ្នឹងចំនួន800000រៀលហើយនឹងទិញដកលុយទិញសម្ភារៈផ្សេងអស់ជិត$100ទៀតអញ្ចឹងមានន័យថាលុយដែលប្រូស្នាបានបកគលទៅឲ្យបងស្រីហ្នឹងគឺមានចំនួនតែ$300ទេណាដែលនៅក្នុងសារសម្លេងហ្នឹងគឺបានបញ្ជាក់ឲ្យថាលុយហ្នឹងគឺបានដកទៅឲ្យបងស្រីហ្នឹងបានតែ300ទេហើយលុយសេសសល់ផ្សេងទៀតណាដែលម្ចាស់ជំនួយគាត់ផ្ដល់មកឲ្យប្រូស្នាហ្នឹងបែរជាប្រូស្នាហ្នឹងគាត់និយាយថាគឺទុកដកលុយហ្នឹងទៅជួយអ្នកផ្សេងទៀតណាវាទៅជាចេះវិញអាហ្នឹងនៅក្នុងសារសម្លេងដែលបែកធ្លាយអញ្ចឹងមានន័យថាលុយដែលជួយទៅកាន់បងស្រីហ្នឹងគឺមានតែ$300ទេហើយលុយទេសល់ប្រមាណទៀតគឺប្រូស្នាហ្នឹងថានឹងដកទៅជួយអ្នកខ្វះខាតផ្សេងទៀតអញ្ចឹងចំណុចកន្លែងនេះបងប្អូនជួយយើងជួយវិភាគគ្នាតែមើលថាសាច់រឿងហ្នឹងវាយ៉ាងម៉េចដោយសារបើតាមជាមតិយោបល់របស់ខ្ញុំប្រូស្នាគាត់ធ្វើកន្លែងហ្នឹងគឺអត់ត្រូវទេណាគឺអត់ត្រូវទេហ្នឹងជាមតិយោបល់របស់ខ្ញុំបងប្អូនដោយសារតែម្ចាស់ជំនួយហ្នឹងគឺគាត់ជួយណាគឺគាត់បានឃើញវីដេអូអឺជាមួយនឹងអូនតូចនេះណាគឺគាត់ឃើញគាត់អាណិតអាសូរអញ្ចឹងទៅគឺម្ចាស់ជំនួយហ្នឹងពេលដែលឃើញវីដេអូរបស់អូនតូចហ្នឹងគឺគាត់ជួយទៅលើបងស្រីហ្នឹងណាទៅជួយទៅលើអូនតូចដែលមានជំងឺទឹកដក់នៅក្នុងខួរក្បាលនេះប៉ុន្តែបែរជាប្រូស្នាហ្នឹងគាត់បែរជានិយាយថាលុយហ្នឹងគឺគាត់ទុកដកទៅជួយអ្នកខ្វះខាតផ្សេងទៀតអញ្ចឹងចំណុចកន្លែងហ្នឹងគឺវាអត់ត្រឹមត្រូវទេណាវាអត់ត្រឹមត្រូវទេសម្រាប់ជាមតិយោបល់របស់ខ្ញុំបើសិនជាប្រូស្នាហ្នឹងណាប្រូស្នាហ្នឹងគាត់ចង់ជួយអ្នកដទៃគាត់ថតជាវីដេអូទៅណាថតជារូបភាពជាវីដេអូបង្ហោះទៅថាឥឡូវសុំជំនួយជួយទៀតហើយណាគ្រួសារមួយនេះគាត់ខ្វះខាតគាត់អត់អីចេះមួយចេះពីរទៅអញ្ចឹងពេលដែលម្ចាស់ជំនួយគាត់ឃើញគឺគាត់ជួយប្រមាណគឺជាទឹកចិត្តរបស់ពួកគាត់យើងមិនគួរយកទឹកចិត្តពួកគាត់ដែលខំជួយផ្ដល់ជាជំនួយដល់ក្រុមគ្រួសារមួយនេះទៅលើអូនតូចដែលមានជំងឺនេះជួយប្រមាណបែរជាយើងដកលុយទៅជួយអ្នកផ្សេងអានោះវាអត់ត្រឹមត្រូវទេបើគេជួយអូនតូចនឹងថា$1000យើងត្រូវតែបកគល$1000ហ្នឹងទៅកាន់អូនតូចហ្នឹងហើយទៅកាន់អូនតូចហ្នឹងយើងមិនអាចធ្វើទៅតាមចិត្តយើងចង់បានឲ្យគាត់ប៉ុណ្ណេះចង់បានទៅជួយទៅអ្នកនោះផ្សេងទៀតប៉ុណ្នេះអាហ្នឹងវាអត់ត្រូវទេណាហ្នឹងខ្ញុំតាមជាមតិយោបល់របស់ខ្ញុំចំពោះទង្វើរបស់ប្រូស្នានេះគឺខ្ញុំអត់ទៅគ្រប់គ្រងទេកន្លែងហ្នឹងតែទៅលើបងប្អូនគឺយល់យ៉ាងណាហ្នឹងជាសិទ្ធិរបស់បងប្អូនទេតែអានេះគ្រាន់ថាយើងចង់បញ្ជាក់ថាកន្លែងហ្នឹងគឺគាត់ធ្វើអញ្ចឹងគាត់អត់ត្រឹមត្រូវទេបើគាត់ចង់ជួយក្រុមគ្រួសារអ្នកផ្សេងទៀតគាត់គួរតែថតជាវីដេអូជាអីផ្សេងទៅដើម្បីសុំជំនួយជួយអ្នកផ្សេងទៅហើយលុយនេះគឺពួកគាត់ជួយទៅលើអូនតូចដែលមានជំងឺហ្នឹងគឺចំនួនប៉ុណ្ណាយើងឲ្យគាត់ប៉ុណ្ណឹងទៅណាយើងមិនគួរមកវែកញែកមកផ្ទុះវែកញែកថាងឥឡូវជួយប៉ុណ្ណេះហើយនៅតែមិនសុខចិត្តទៀតអញ្ចឹងមានន័យថាអ្នកក្រចាំតែខុសមែនបងប្អូនហ្នឹងហើយអ្នកក្រចាំតែខុសមែនគាត់គេជួយប្រមាណក៏គាត់យកដែរណាយើងមើលទឹកមុខរបស់គាត់ទៅណាទឹកមុខរបស់បងស្រីហ្នឹងគឺគាត់អត់មែនតែនណាគាត់អត់មែនតែនអញ្ចឹងគេជួយបណ្ណាគឺ
គាត់ក៏ទទួលយកដែរប៉ុន្តែរឿងនេះវាអយុត្តិធម៌មែនណាវាជារឿងអយុត្តិធម៌មែនដោយសារលុយគេជួយមកអឺចំនួនជាង$1000ជាងហើយគាត់ទទួលបានតែលុយចំនួនតែ80,000រៀលគាត់មិនត្រូវមានបញ្ហាអញ្ចឹងហ្នឹងហើយអាហ្នឹងគាត់មិនមែនថាគាត់ជាមនុស្សលោភលន់ទេប៉ុន្តែសំខាន់ម្ចាស់ជំនួយគឺជួយគាត់ប៉ុណ្ណាយើងឲ្យគាត់ប៉ុណ្ណឹងទៅអញ្ចឹងនេះគ្រាន់តែជាការលើកឡើងរបស់ខ្ញុំទេគឺជាមតិយោបល់របស់ខ្ញុំទៅលើសាច់រឿងមួយហ្នឹងគឺខ្ញុំចង់និយាយអញ្ចឹងបើគេជួយប៉ុណ្ណាយើងឲ្យគាត់ទៅប៉ុណ្ណឹងទៅយើងមិនគួរចេះបែងចែកថាងទុកលុយប៉ុណ្នេះជួយអ្នកដទៃទុកលុយប៉ុណ្នេះឲ្យគាត់ប៉ុណ្ណេះហើយដល់ពេលចង់ក្រោយមានរឿងអញ្ចឹងតើវាយ៉ាងម៉េចហើយដូចលុយជាង1000អញ្ចឹងឥឡូវយើងទៅយកពីបងស្រីហ្នឹង80,000អីចុះលុយថា1000ជាងឲ្យទៅបងស្រីហ្នឹងអញ្ចឹងឥឡូវឧទាហរណ៍ថាឥឡូវគាត់បានយើងហៅទៅយក80,000ហ្នឹងមកវិញអញ្ចឹងអាលុយ1000ទៀតយើងប្រូស្នាហ្នឹងគួរតែនិយាយគួរតែបើចេញលុយកប៉ៅខ្លួនឯងវាទៅកាន់ម្ចាស់ជំនួយវិញឬក៏យ៉ាងម៉េចអាហ្នឹងកន្លែងហ្នឹងជាសំណួររបស់ខ្ញុំវិញអញ្ចឹងសាច់រឿងហ្នឹងគឺវាមានតែប៉ុណ្្នឹងទេបាទបងប្អូនសូមអរគុណ